លោកជេសិនចាន់ពីនិស្សិតវិស្វកម្មទៅជាមហាសេដ្ឋីបច្ចេកវិទ្យាដ៏មានឥទ្ធិពលនៅសង្ហបុរីនៅក្នុងឆ្នាំ2026លោកជេសិនចាន់បានក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងប្រទេសសង្ហបុរីដោយសារតែការរីកចម្រើនខ្លាំងនៃឧស្សាហកម្មបន្ទះឈីប Semiconductor និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នៅលើពិភពលោកនៅក្នុងឆ្នាំ2026តាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes ឆ្នាំ2026ទ្រព្យសម្បត្តិសរុបរបស់លោកបានកើនឡើងប្រមាណ14កណ្ដកសញ្ញា$2000 លានអាមេរិកការឡើងដល់កម្ពូលរបស់លោកជេសុនចាន់បានបង្ហាញពីការប្រែប្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មីរបស់សង្ហបុរីពីវិស័យធនាគារនិងអចលនទ្រព្យទៅកាន់វិស័យបច្ចេកវិទ្យាខ្ពស់និងឧស្សាហកម្មបន្ទះឈីបដែលកំពុងក្លាយជាស្នូលនៃសេដ្ឋកិច្ច Digital ពិភពលោកតើលោកជេសុនចាន់មានជីវប្រវត្តិបែបណាហើយផ្លូវទៅកាន់ភាពជោគជ័យដោយរបៀបណាសូមតាមដានទស្សនាវីដេអូនេះទាំងអស់គ្នា1ប្រវត្តិផ្ទាល់ខ្លួននិងការកសាងអាជីវកម្មលោកជេសុនចាន់កើតនៅថ្ងៃទី18ខែឧសភាឆ្នាំ1944នៅទីក្រុងសៀងហៃប្រទេសចិនក្រោយមកគ្រួសាររបស់លោកបានផ្លាស់ទីលំនៅទៅរស់នៅកោះតៃវ៉ាន់លោកត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំឧស្សាហកម្មបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតនៅក្នុងអាស៊ីបច្ចុប្បន្នលោកជាប្រធានក្រុមហ៊ុន ASC Technology Holding ដែលជាក្រុមហ៊ុនធំបំផុតមួយនៅលើពិភពលោកក្នុងវិស័យវេចខ្ចប់និងឧស្សាហកម្មបន្ទះឈីបលោកជេសុនចាន់បានធំឡើងនៅក្នុងគ្រួសារដែលមានមូលដ្ឋានអាជីវកម្មម្ដាយរបស់លោកគឺអ្នកស្រីចាងយូហុងយីងជាអ្នកវិនិយោគអចលនទ្រព្យនិងជាស្ថាបនិកក្រុមហ៊ុន Hong Ying Development and Construction នៅទសវត្សរ៍ឆ្នាំ1980លោក Jackson Chan បានមើលឃើញអនាគតដ៏ធំរបស់ឧស្សាហកម្មបន្ទះឈីបហើយលោកបានបញ្ចុះបញ្ចូលក្រុមគ្រួសាររបស់លោកឲ្យវិនិយោគនៅវិស័យនេះនៅក្នុងឆ្នាំ1984លោកនិងប្អូនប្រុសរបស់លោក Richard Chan បានបង្កើតក្រុមហ៊ុន Advanced Semiconductor Engineering ASE ដែលក្រោយមកក្លាយទៅជាក្រុមហ៊ុន ASE Technology Holding ពីការសិក្សានិងចរិតលក្ខណៈលោកជេសិនចាន់បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មអេឡិចត្រូនិកពីសាកលវិទ្យាល័យ National Taiwan University មុនបន្តការសិក្សានៅសហរដ្ឋអាមេរិកបន្ទាប់មកលោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកវិស្វកម្មឧស្សាហកម្មពី Illinois Institute of Technologyលោកជេសិនចាន់ត្រូវបានគេចាត់ទុកថាជាអ្នកដឹកនាំដែលមានវិន័យខ្ពស់មានចក្ខុវិស័យវែងឆ្ងាយនិងមានភាពប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តអ្នកវិភាគអាជីវកម្មបានពិពណ៌អំពីលោកថាមានការគិតវិភាគខ្ពស់ផ្ដោតទៅលើយុទ្ធសាស្ត្ររយៈពេលវែងជំរុញការច្នៃប្រឌិតផ្ដោតទៅលើវិស្វកម្មនិងបច្ចេកវិទ្យា3ភាពជោគជ័យរបស់លោកជេសិនចាន់ការកើនឡើងខ្ពស់យ៉ាងឆាប់រហ័សនៃទ្រព្យសម្បត្តិរបស់លោកជេសិនចាន់គឺបណ្ដាលមកពីតម្រូវការខ្ពស់លើឈីបបច្ចេកវិទ្យា AI និងឧស្សាហកម្មបន្ទះឈីបក្រុមហ៊ុន ASE Technology Holding ដែលលោកជាប្រធានបានក្លាយជាក្រុមហ៊ុនសំខាន់មួយក្នុងខ្សែចង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាពិភពលោកយោងតាម Singapore Business Review បានរាយការណ៍ថានៅក្នុងឆ្នាំ2026សង្ហបុរីមានមហាសេដ្ឋីចំនួន55នាក់ប៉ុន្តែលោក Jason Chanគឺជាអ្នកមានបំផុតក្នុងចំណោមពួកគេសមិទ្ធផលធំៗរបស់លោកគឺការកសាង ASE Technology Holding ឲ្យក្លាយជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោកក្នុងវិស័យឧស្សាហកម្មបន្ទះឈីបសមិទ្ធផលសំខាន់ៗរបស់លោក Jason Chan រួមមានការកសាងអាណាចក្របច្ចេកវិទ្យាបន្ទះឈីបតម្លៃរាប់សិបពាន់លានដុល្លារការពង្រីកក្រុមហ៊ុនទៅកាន់អាស៊ីអឺរ៉ុបនិងសហរដ្ឋអាមេរិកជំរុញបច្ចេកវិទ្យាបន្ទះឈីបសម្រាប់ AI និងទទួលបានពានរង្វាន់ SEMI Award ឆ្នាំ2015 4ស្នេហានិងទំនាក់ទំនងគ្រួសារភរិយារបស់លោកគឺអ្នកស្រីឈីងពីនចាន់ហើយមានកូនចំនួន3នាក់បើប្រៀបធៀបជាមួយនឹងមហាសេដ្ឋីល្បីៗជាច្រើនលោកជេសិនចាន់រក្សាជីវិតគ្រួសារជាឯកជនភាពខ្លាំងហើយមិនសូវបង្ហាញព័ត៌មានផ្ទាល់ខ្លួនតាមរយៈសារព័ត៌មានឡើយលោកជេសិនចាន់ត្រូវបានគេស្គាល់ថាជាស្ដេចនៃបន្ទះឈីបហើយការឡើងដល់កម្ពូលរបស់លោកបានបង្ហាញថាពិភពលោកកំពុងឈានទៅដល់សម័យថ្មីដែលបច្ចេកវិទ្យា AI និងឧស្សាហកម្មបន្ទះឈីបក្លាយជាមូលដ្ឋានសំខាន់នៃសេដ្ឋកិច្ចសកល